ក្រសាហូតដាវទៅដកជន់កូនក្រួយចំពោះមុតស្រួចចាក់មិនប្រណីឡើយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសុជាតិខ្ញុំធ្វើវីដេអូមួយដែលបង្ហាញអំពីសត្វស្លាបមួយប្រភេទដែលមានឈ្មោះថាសត្វក្រសាប្រផេះខ្ញុំជឿថាពុកម៉ែបងប្អូនមួយចំនួនគឺគាត់បានស្គាល់ហើយនៅសត្វក្រសានេះហើយមួយចំនួនទៀតប្រហែលជាមិនស្គាល់ទេបើក្មេងៗចំនួនក្រោយគឺស្គាល់តាមរយៈរឿងនិទានក្រសាហូតដាវធ្វើឲ្យទៅដកហ្នឹងផ្អើលជន់កូនក្រួយហើយសត្វក្រសាប្រផេះនេះផងដែរនៅពេលដែលវាផ្អើលអ្វីមួយគឺវាបានបញ្ចេញសម្រែកលន់ឬសូរខ្វាក់ដូចជាយើងហូតដាវអញ្ចឹងនៅពេលដែលវាចាប់ចំណីវិញគឺវាប្រើចំពុះដ៏មុតស្រួយរបស់វាគឺថាចាក់ទៅលើចំណីតែម្ដងមិនថាត្រីមិនថាពស់មិនថាថ្លែនោះទេហើយសត្វស្លាបមួយប្រភេទនេះក៏បានធ្វើការពងកូននៅក្នុងតំបន់ការពារទេសភាពបឹងព្រៃល្ពៅផងដែរក្រសាប្រផេះជាទូទៅវាមានកម្ពស់ពី90ទៅ98សង់ទីម៉ែត្ររដូវមិនបន្តពូជផ្នែកខ្នងពណ៌ប្រផេះក្រមៅក្បាលនិងកពណ៌សប្រឡែតបន្ទូលក្បាលមានរោមកំពយវែងពណ៌ខ្មៅចំពុះលឿងផ្នែកខាងក្រោមស្លាបមានពណ៌ខ្មៅឆ្នូតកណ្ដាលប្រផេះពេលបន្តពូជចំពុះពណ៌លឿងចាស់ទីជម្រកតំបន់ដីសើមផ្សេងតំបន់ឆ្នេរវាលស្រែព្រៃកោងកាងបន្ទាយពងកូនធំជាងគេនៅតំបន់ស្នូលព្រែកទាល់នៃបឋមនីជីវបណ្ដុលបឹងទន្លេសាបរបាយវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជពេញមួយឆ្នាំពងចំនួន3ទៅ5គ្រាប់ក្នុងវីដេអូនេះផងដែរគឺខ្ញុំលើកយកសត្វកាសាតែមួយប្រភេទទេមកបង្ហាញជូនបងប្អូនទស្សនានៅក្នុងចំណោមសត្វកាសាផ្សេងទៀតវីដេអូនេះផងដែរក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា